ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាអំពីការទៅលេងផ្សារជប៉ុននៅហូចំចៅហើយការដែលខ្ញុំទៅលេងទីនោះគឺខ្ញុំបានទៅទិញមាសតូចៗដើម្បីទុកសន្សំការទិញមាសនេះដែរគឺទុកជាវិនិយោគមួយប្រភេទព្រោះតម្លៃមាសតែងតែប្រែប្រួលហើយនឹងអាចឡើងថ្លៃបានពេលដែលដើរចូលផ្សារខ្ញុំគិតឃើញថាមានមនុស្សច្រើនកំពុងតែរកទិញទំនិញផ្សេងៗខ្ញុំក៏បានដើររកមើលតូបលក់មាសជាច្រើនកន្លែងដើម្បីប្រៀបធៀបតម្លៃនិងស្វែងរកមាសដែលខ្ញុំពេញចិត្តតូបលក់មាសមានច្រើនប្រភេទណាស់ទាំងមាសគីឡូនិងមាសផ្លាទីននិងគ្រឿងអលង្ការផ្សេងៗខ្ញុំចាប់អារម្មណ៍នឹងមាសតូចៗដែលជាចិញ្ចៀនខ្សែដៃនិងក្រវិលព្រោះវាជាតម្លៃសមរម្យនិងងាយស្រួលទុកដាក់ខ្ញុំក៏បានសួរទៅអ្នកលក់ថាសម្រាប់ការទិញផ្លាទីនប្រសិនបើយើងទិញផ្លាទីនក្នុងទម្រង់ខ្សែកឬក៏ខ្សែដៃឬក៏ចិញ្ចៀនក្រវិលប្រភេទចន្លោះពីតម្លៃ300 400 500 600អីការដែលយើងទិញយកទៅប្រើគឺខាតតែថ្លៃឈ្នួលប៉ុណ្ណោះគេនឹងទទួលទិញចូលវិញក្នុងតម្លៃដើមហើយអញ្ញាបានថាយើងទិញនៅទីណាគឺយើងត្រូវយកទៅលក់នៅទីនោះវិញហើយនេះគឺជាគំរូចិញ្ចៀននិងខ្សែដៃខ្សែកជាច្រើនហើយនេះគឺអ្នកទិញចំណែកអ្នកទិញរ៉េរ៉ផងទិញបន្តិចប្រងអត់បន្តិចហ្នឹងហើយខ្ញុំទៅជាមួយគ្រួសាររបស់ខ្ញុំហើយនេះគឺអ្នកទិញដែរដែលគាត់មកទិញមាសសន្សំហើយចំណែកនោះគឺអ្នកលក់នៅតូបលេខប៉ុន្មានទេខ្ញុំដូចជាផ្លេចបាត់ហើយចាំខ្ញុំរៀបរាប់បំពីលេខតូបនឹងបន្ថែមហើយខ្ញុំក៏មានថតជាវីដេអូឈ្មោះហាងនោះផងដែរហើយបន្តមកទៀតខ្ញុំក៏ចូលទៅក្នុងហាងលក់មាសមួយដែលខ្ញុំចូលចិត្តខ្ញុំក៏សួរអ្នកលក់អំពីតម្លៃមាសនិងគុណភាពមាសខ្ញុំប្រកាសថាខ្ញុំនឹងទិញមាសដែលមានគុណភាពល្អតម្លៃសមរម្យខ្ញុំក៏សួរអំពីទម្ងន់និងប្រភេទមាសផងដែរបន្តមកទៀតបានប្រៀបធៀបតម្លៃគុណភាពរួចក៏ខ្ញុំសម្រេចចិត្តថាទិញមាសតូចៗមួយចំនួនរបស់សន្សំក្នុងការទិញកំទេចមាសនោះផងដែរគឺគេដំឲ្យរឿងតំប៉ែតដើម្បីងាយស្រួលយើងទុកដាក់ហើយមាសនោះមានប្រភេទចាប់ពី25,000 35,000 40,000 60,000 70,000រហូតដល់30រៀលដែលយើងអាចយកមាសតូចស្ដើងនោះយកមកសន្សំពេលដែលយើងសន្សំបានច្រើនយើងអាចយកមករំលាយដើម្បីលក់វិញឬមួយក៏យើងអាចធ្វើជាខ្សែកខ្សែដៃតាមតម្រូវការដែលយើងចង់បានប្រសិនបើបងប្អូនអត់មានលុយសុទ្ធទៅទិញទេបងប្អូនអាចធ្វើតាមគំរូដូចខ្ញុំនេះបងប្អូនអាចទិញយកមកសន្សំទៅនេះគឺមាសតូចដែលយើងអាចយកមកសន្សំដូចជាប្រភេទកង្វល់ឬក៏ប្រភេទនេះតូចនេះតូចមែនតើហើយតម្លៃវាដូចជា25,000 30,000 50,000នេះទេយើងអាចសន្សំពេលតូចហ្នឹងទៅហើយអាកែវនេះអាកែវដែលគាត់កាន់ហ្នឹងកែវហ្នឹងគាត់ឲ្យយើងតម្លៃដូចជា2,000តែគាត់ចង់តាក់មកយើងដែរគាត់អាកែវថ្លាហ្នឹងគាត់ឲ្យយើងហើយគាត់លក់តែថ្លៃមាសទេមាសអាចស្ដើងទូចដែលខ្ញុំថតឬមើលយើងអត់សូវឃើញទេបងប្អូនហើយខ្ញុំគិតថាវាជាការវិនិយោគដ៏ល្អសម្រាប់អនាគតខ្ញុំទុកមាសទាំងនេះដោយប្រុងប្រយ័ត្នដោយតាមដានតម្លៃលើទីផ្សារហើយខ្ញុំត្រូវសន្សំឲ្យបានច្រើនយកមកលក់បានទៅចំណេញហើយការដើរផ្សារនិងទិញមាសសន្សំជាសកម្មភាពដ៏រីករាយដ៏មានប្រយោជន៍ខ្ញុំសូមណែនាំដល់ទាំងអស់គ្នាក្នុងការសាកល្បងការវិនិយោគនេះហើយក្នុងវីដេអូនេះដែរខ្ញុំរៀបរាប់តែប៉ុណ្ណេះទេហើយបើសិនជាបងប្អូនចាប់អារម្មណ៍ការវិនិយោគទិញមាសដូចខ្ញុំយកមកសន្សំគឺពិតជាត្រឹមត្រូវបើខ្ញុំសួរអ្នកលក់ដែរអ្នកលក់ក៏បាននិយាយថារកយើងទិញមាសយកមកសន្សំបានច្រើនលក់គឺហានិភ័យតិចណាស់ហើយហាងឆេងទីផ្សារតម្លៃមាសអាចឡើងអាចចុះប៉ុន្តែបើសិនជាយើង
ដេញតុងទីនគឺងាយនឹងមានបញ្ហាខ្លាំងបំផុតកាលន័យថាប្រសិនបើកូនរត់ឬមកក៏មេរត់ឬក៏អ្នកណាបោកគឺយើងត្រូវខាត់បងហើយតែបើសិនជាយើងយកមានបទសន្សំគឺយើងវិនិយោគដល់ល្អគឺហានិភ័យតិចនេះគឺអ្នកលក់គាត់បានលក់មកខ្ញុំគាត់ខ្ចប់ឲ្យនឹងខ្ញុំទិញតម្លៃ 35,000 នេះទូចហើយគាត់ឲ្យអាកែវថ្លានឹងមួយអាហ្នឹងក៏ free ឲ្យតែគាត់ត្រូវលក់មក 2,000 ហើយធម្មតាអ្នកលក់គឺឃើញគាត់មួយគាត់រួចរាយបានន័យថាពេលដែលយើងសុំគាត់មើលអីគាត់យកឲ្យទាំងអស់យកឲ្យមើលយើងខ្លាចចិត្តគាត់ដែរតែថាយើងមើលហើយយើងអត់តែញ៉ាត់អីហ្នឹងណាតែនេះយើងជួយទិញគាត់ដើម្បីយកទៅសន្សំឲ្យគ្រួសាររបស់ខ្ញុំក៏បានទិញកវលទិញអាកវលទូចរបៀបការច័ន្ទរបៀប channel ក៏ទិញប្រភេទមាសដែរតម្លៃដូចជា 30-40 រៀលក៏ទិញយកទៅសន្សំដែរហើយនេះទូចមើលចង់ឃើញឯងបងប្អូនអញ្ចឹងបងប្អូនចង់អារម្មណ៍អីអាចធ្វើដូចខ្ញុំបានសន្សំបានច្រើនយកមកម្លាយមកទុកធ្វើជាខ្សែកពាក់ឬក៏ធ្វើជាជៀនឬក៏អាចលក់ចេញវិញបើសិនជាបងប្អូនកាន់លុយ 300 មកទិញគឺប្រកាសណាស់គឺប្រកាសជាយកអត់មានលុយទេបើកាន់ 300 មកទិញសុខចិត្តទុក 300 ទៅចំណាយទិញអីផ្សេងនៅធ្វើអីផ្សេងអញ្ចឹងវីដេអូការទៅលេងផ្សារជពូវ័ននៅហួរចំចៅនេះមានតែប៉ុណ្្នឹងទេហើយសម្រាប់ទីតាំងផ្សារនោះគឺទូមុខសាលាវិទ្យាល័យជពូវ័ននឹងតែម្ដងចូលដល់ថាពីច្រើនក៏ដាក់អីអាហ្នឹងតែគាត់មានអំបើកហាន់ទៀតអូនមើលក្នុងនោះទៀតមកខាងនោះទៀតទៅមើលមួយហ្នឹងអាក្រមហ្នឹងក៏មានដែរហើយនៅលើទៀតនេះប្រភេទបតោងខ្សែនៅលើទៀតអូននេះចាចាំបងជួយមើលឥឡូវបងធ្វើបងមើលទៅតាមខ្ញុំបន្តិចចឹងមិនបាច់ទេបងណាសុវត្ថិនឹងចេះហៅចឹងតាមសុវត្ថិទៅអង្គចូលគ្នាហ្នឹងបងអាហ្នឹងកម្មហៅហងសុយhai màn tiếp sai dài không trả lòng không ai cái đồ chỗ đâu không đâu không xa cả là cái nội không có ở xa cả cái đã xa rồi để mình sai tập lý á giặt sai tập lý á anh cái đang lấy cái đặt tầm chuẩn luôn sai tập lý anh cái sai tập lý mình hai bia buồn hôn trong rồi chưa rồi đà la nó đã có đặt ly đó cái đặt ly đó nó nó đi coi mua tiền năm quay chứ quay nó đà la đây đà la vậy mấy này xong say có ăn lúc bé này con thằng lắm có đấy mười say xa trong đà la cho mình phát anh mười mất vậy chơi chay ô đình mở chơi mở bia buồn hôn đã mở hay tan vậy không buồn hôn mấy này còn đi ơi đi bái đó nè ơi phi hôn bái nào say ăn lúc hot mùi cái ta có đời sai tập lý nè ngày chứ mà năm tin về lại con mùi lấy ấy đặt ai tập vía được sao vậy nghĩ mùa này lấy ơi vợ nó đặt ai tập vía tiền vợ cái buồn muốn đặt ai tập vía à trời thật lầy ô lên chân trắng đang nè tinh tam tiktok em mau ô cho thật lầy ba này em vài rồi khăn từ em mai mua nhưng từ em mai rồi miếng này lửa tiêu này gần mười tao tại ở mình mới thôi nhưng tại nhâm thọt đặt YouTube promote hàng dương ba mình xong nè nó tên đi người tập buôn không mẹ này nghe đi thử mấy nhà cam đúng ở đà cam được tiếng không cam 4 cam đấy không trong ra cây thời ban nếu không thì muốn cây thời ban nó bây giờ là lấy thời ban bà lý buôn đi hai ông mẹ này
4 hôn nó 3 4 12 mà rồi chưa bắt ai Bởi chưa. ai tình nhồi mày nó dầm lôi cho này này Nhưng ở cạnh mình. lối chặt cái tháng tình nhồi mày ấy tôi này coi đi Bởi chưa bóng mỡ. Tích chữ bắt cô. tôi này coi Nó chữ bắt rõ tới chào. ใช้កាមេរ៉ាក៏មានកាមេរ៉ា Nó tôi nói những ôi mình tập cả một thằng họ là đi của ta khóc. អីទៅពូគាត់ free ទឹកឲ្យ tôi gọi tôi cũng chạy trong kia 2 mới những con này ពាក់យកជាឲ្យមកបី nó bật cho đó là bạn đây non hai rồi mà hôn trước ao thằng sao thì chứ vừa từ vừa tính của bạc ấy mà anh vẽ đây thật Bạn tặng vợ mình không. Mình phải tặng vợ tặng lấy nhá. ខ្ញុំដែរពាក់មានហ្នឹងមែនខ្ញុំដែរពាក់ Nó vẽ miếng cùng. ខ្ញុំពាក់ថាតម្លៃ Chết nó vẽ. Nhưng mà còn với em này. ខ្សែកខ្សែដៃ đây này được តម្លៃ 300 ខ្ញុំពាក់ថាតម្លៃ mấy bên nó mới này nó Platin. còn bây giờ Phỉ, chết thì nhóm tể. Nhóm ồ xanh tên non nè này. Ồ xanh lụa mà. អរិស្គាល់តាម TikTok Mấy đây thân gọi đã lụa với dùng nấu với thịt cu tha không có đau về chiêng. ប៉ាគាត់និយាយថាតាមនេះណាដល់វាជាងហើយជាប់ចាំនេះ ở đây miền ta tôi rồi ta cái việc chuyện lửa nè có mấy cái mưa mấy nhà nè Nó có đau này về chiêng mình. nè tôi chứ đâu về chơi mấy này Mình chỉ hiên vàng như thợ. thế mà chứ đâu về chứ đâu mà này đâm bốn này được nó Trong lại vẽ lỡ tập vì ទៅកើតទៅទូច អូមើលឃើញ lắc cái này tôi chứ តែញ៉ាំសំទៅ mấy cùng. ទុកចាំយកមកមលាយ Còn lắm ạ. mình bảo dương tha Xong em phải mua cho nó cùng. tôi không mới nó này anh vẽ cho như thế này